ជំរាបសួរបាទខ្ញុំបាទជាកសិកររស់នៅភូមិព្រៃលពៅឃុំមន្ត្រីក្រោកស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យខ្ញុំបាទបានប្រើប្រាស់ផលិតផលគូបតាតាំងពីឆ្នាំ2022មូលហេតុដែលខ្ញុំបាទបានជ្រើសរើសយកផលិតផលគូបតានេះទី1គឺកម្លាំងខ្លាំងធន់ស៊ីប្រេងតិចនិងងាយស្រួលในការប្រើប្រាស់បើនិយាយពីសេវាកម្មវិញមានជាងចុះជួសជុលដល់ទីកន្លែងនិងគ្រឿងបន្លាស់សម្បូរបែបចឹងពុកម៉ែបងប្អូនបានស្ដាប់សម្ដីពិតរបស់កសិករដែលគាត់ប្រើប្រាស់ជាមួយនឹងត្រាក់ទ័រគូបតាហើយបាទអញ្ចឹងត្រាក់ទ័រគូបតាមិនមែនមានតែមួយស៊េរីនេះទេត្រាក់ទ័រគូបតាគឺមានច្រើនស៊េរីគឺមានចាប់ពីស៊េរី B ស៊េរី L ស៊េរី M និងស៊េរី MU ផងដែរសម្រាប់ត្រាក់ទ័រស៊េរី B គឺយើងមានចាប់ពី21ដល់27កម្លាំងសេះដែលស័ក្តិសមប្រើការទៅលើចំការអំពៅឬក៏ជាលក្ខណៈដីរងតូចៗហើយសម្រាប់ត្រាក់ទ័រស៊េរី L គឺមានចាប់ពី32កម្លាំងសេះរហូតដល់50កម្លាំងសេះដែលស័ក្តិសមប្រើការទៅលើដីចំការដំឡូងឬក៏ការភ្ជួរស្រែឬក៏វាយដីជាលក្ខណៈដីតូចៗផងដែរហើយសម្រាប់ត្រាក់ទ័រស៊េរី M វិញគឺមានចាប់ពី60កម្លាំងសេះរហូតដល់108កម្លាំងសេះដែលស័ក្តិសមប្រើការទៅលើការឈូសឆាយវាយដីភ្ជួរដីប្រើលក្ខណៈទូទៅផងដែរហើយស៊េរីចុងក្រោយនោះគឺត្រាក់ទ័រស៊េរី MU អញ្ចឹងសម្រាប់ត្រាក់ទ័រស៊េរី MU គឺមានចាប់ពី49កម្លាំងសេះរហូតដល់57កម្លាំងសេះដែលស័ក្តិសមប្រើការទៅលើការឈូសឆាយវាយដីភ្ជួរដីដោយស៊េរី M ដែរបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនត្រាក់ទ័រគូបតាគ្រឿងចក្រកសិកម្មគូបតាមិនមែនមានតែម៉ូដែលប៉ុណ្ណឹងទេជម្រើសរបស់គូបតាគឺមានជាមួយនឹងគ្រឿងបន្លាស់គ្រប់ប្រភេទហើយសម្រាប់សេវាកម្មមានគ្រប់ទីកន្លែងទាំងអស់ប្រសិនបើពុកម៉ែបងប្អូនប្រើត្រាក់ទ័រគូបតាយូរឆ្នាំហើយពុកម៉ែបងប្អូនមានបំណងចង់ធ្វើការលក់ចេញអញ្ចឹងទីផ្សារវិញក៏ងាយស្រួលលក់ទីផ្សារទូលំទូលាយតម្លៃក៏បានខ្ពស់ទៀតអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ឬក៏ចាប់អារម្មណ៍ចង់បានត្រាក់ទ័រគូបតាពុកម៉ែបងប្អូនអាចតាក់ទងបានតាមរយៈពេកគូបតាស៊ីងហ៊ីបន្ទាយមានជ័យឬក៏អាចតាក់ទងបានតាមរយៈលេខទូរស័ព្ទដែលក្រុមការងារដាក់នៅខាងក្រោមបាទខ្ញុំបាទសូមអរគុណសូមជម្រាបលាគូបតាជំរើសទី1របស់កសិករ